បាទស្វាគមន៍មកកាន់វិឡាកូនកាត់មួយប្រភេទនេះបាទដែលជាវិឡាកូនកាត់ស៊េរីចុងឆ្នាំ2024អញ្ចឹងសម្រាប់វិឡាកូនកាត់នេះផងដែរឈ្មោះគេព្រោះមែនតើព្រាណាធូបានរហូតដល់កម្ពស់3ជាន់មាន4បន្ទប់គេនិង4បន្ទប់ទឹកអញ្ចឹងសម្រាប់ខាងមុខរបស់យើងស្ពេសខាងមុខរបស់យើងនេះបាទនៅសល់6ម៉ែត្របាទងាយស្រួលក្នុងការចតឡានឬក៏យើងមានកូនអីបាទឲ្យគាត់លេងនៅក្នុងរបងនេះសុវត្ថិភាពបាទអញ្ចឹងយើងដាក់តងអង្គុយលេងបាទជាមួយនឹងទីធ្លាមុខផ្ទះរបស់យើងបានយ៉ាងល្អហើយខាងក្រោយខ្នងនេះយើងនៅសល់ដី1ម៉ែត្រកន្លះបាទជំរាងទាំងនេះដី1ម៉ែត្រកន្លះអញ្ចឹងយើងងាយស្រួលធ្វើសួនបាទកន្លែងនេះចង់ធ្វើសួនពីមុខដល់ក្រោយក៏បានដែរអញ្ចឹងមកមើលដីគៀនផ្ទះ1ម៉ែត្រកន្លះរបស់យើងនេះណាអញ្ចឹងមិនត្រឹមតែធ្វើសួនទេគាត់អាចងាយស្រួលធ្វើអ្វីទៅតាមតម្រូវការរបស់គាត់តែនេះគាត់ជាគំនិតរបស់ខ្ញុំទេគាត់ធ្វើសួនក៏បានគាត់ធ្វើអាងចំត្រីក៏ល្អដែរអានេះគំនិតរបស់ខ្ញុំទេបើគំនិតរបស់បងប្អូនអាចធ្វើអ្វីទៅតាមតម្រូវការក៏បានដែរអញ្ចឹងយើងទៅមើលខាងក្នុងវិញម្ដងតោះបាទសូមណែនាំមកកាន់លំហនៃការស្វាគមន៍របស់ផ្ទះវិឡាកូនកាត់មួយប្រភេទនេះបាទដែលភ្ជាប់ពីនេះរហូតដល់ផ្ទះបាយខាងក្រោយដែលមានភាពទូលាយមែនទែនបាទងាយស្រួលក្នុងការប្រស័យតាក់ទងគ្នាសាកសម័យទៅមើលបើសិនជាយើងមានមិត្តភ័ក្តិបងប្អូនមកលេងយើងជួបជុំនៅលំហនៃការស្វាគមន៍នេះដែលភាគច្រើនគេស្គាល់ថាជាផុងបន្ទប់ទទួលភ្ញៀវអញ្ចឹងអ្នកខ្លះក៏ជួបជុំអ្នកខ្លះក៏គាត់ធ្វើម្ហូបអាហារអញ្ចឹងគាត់អាចបាទប្រស្រ័យតាក់ទងគ្នាឆ្លើយឆ្លងគ្នាបាទបង្កើនទំនាក់ទំនងកាន់តែមានភាពស្និទ្ធស្នាលជាងនឹងទៀតអញ្ចឹងឥឡូវនេះខ្ញុំចង់នាំបងប្អូនយើងទាំងអស់គ្នាទៅមើលផ្ទៃខាងក្រោយម្ដងបាទដែលយើងបន្ទាប់ពីចដើមកអញ្ចឹងឥឡូវមកដល់បាទត្រង់ចំណុចនេះគឺយើងចង់បង្ហាញថាកន្លែងនេះយើងអាចដាក់តុសម្រាប់ញ៉ាំអាហារជួបជុំគ្រួសារដោយសារអីដោយសារតែយើងវានៅគៀកជាមួយនឹងចក្រានបាយដែលយើងចំអិនឲ្យភ្លាមយើងលើកមកដល់ភ្លាមញ៉ាំក្តៅល្អមែនតើមិនបាច់បាក់ទៅឆ្ងាយទេបាទអញ្ចឹងឥឡូវនេះសម្រាប់បាទផ្ទះបាយរបស់យើងអូទូខាងក្រោមទូខាងលើស្រស់ស្អាតមែនតើបាទអញ្ចឹងសម្រាប់បងស្រីមេផ្ទះងាយស្រួលទុកដាក់គ្រឿងទេសអីណាបាទបើអានេះវិញអូបាទមានច្រើនថតតាហ្នឹងហើយអានេះសម្រាប់ទូចក្រានបាយរបស់យើងបាទអូខេអញ្ចឹងមកខាងក្រោយបន្តិចខ្ញុំចង់បង្ហាញពីម៉ូតផ្ទះមួយនេះនៅខាងក្រោយដែលយើងនៅសល់ទំហំដី2ម៉ែត្របាទងាយស្រួលមែនតើទលាយល្អសម្រាប់យើងអាចដាក់ម៉ាស៊ីនបោកកៅអៅឬក៏យើងអាចរៀបចំជាចង្ក្រានសើបន្ថែមទៀតឬក៏ថាបាទអាចធ្វើអ្វីផ្សេងទៅតាមតម្រូវការរបស់យើងទៀតព្រោះសល់2ម៉ែត្រទលាយល្អមែនតើតោះអូខេអញ្ចឹងខាងក្រោមរបស់យើងនេះនៅសល់ទៀតអត់ទាន់អស់ទេជាមួយនឹងបន្ទប់គេងខាងក្រោមជាន់តលដីបាទមកអញ្ជើញចូលមើលមកខ្ញុំអញ្ចឹងសម្រាប់បន្ទប់គេងជាន់តលដីនេះគឺគេរចនាឡើងគេគិតថាអូខេសម្រាប់គាត់មានប៉ាម៉ាក់ចាស់ហើយអញ្ចឹងទៅគាត់ងាយស្រួលប្រើប្រាស់ខាងក្រោមបាច់ពិបាកឡើងទៅខាងលើអញ្ចឹងណាមើលស្រស់ស្អាតអូយខាងក្រោមនេះបន្ទប់ប៉ុណ្នេះលយល្មមសំល្មមតោះអូខេអញ្ចឹងសម្រាប់បន្ទប់ខាងក្រោមនេះយើងអត់មានបន្ទប់ទឹកនៅខាងក្នុងទេប៉ុន្តែយើងអាចចេញមកប្រើបន្ទប់ទឹកនៅខាងក្រៅបានបាទនេះជាមួយនឹងបន្ទប់ទឹកខាងក្រោមនេះគឺយើងបាទសម្រាប់ទទួលភ្ញៀវឬក៏ប្រើប្រាស់ជាប់តលដីបានបាទអញ្ចឹងសម្រាប់ជាប់តលដីមិញគឺខ្ញុំបានរៀបរាប់អស់ហើយឥឡូវចង់ជូនបងប្អូនឡើងទៅមើលខាងលើវិញដែលមានកន្ទប់គេងទលាយស្អាតនៅលើមានកន្ទប់គេងចំនួន3ទៀតណាអញ្ចឹងតែមុនឡើងខ្ញុំចង់បង្ហាញតិចថាផុងចដៅរបស់យើងនេះលំហដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាអូស្រឡះល្អមែនតើពីព្រោះលំហនៃផុងចដៅនេះគឺធ្វើឲ្យយើងមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ល្អមែនតើតោះអញ្ចឹងឡើងទៅលើខាងលើមួយខ្ញុំទៅមើលកន្ទប់គេងចំនួន3ទៀតអូខេបាទសម្រាប់ចដៅរបស់យើងនេះផងដែរក៏គេរចនាឡើងបាទ3កាច់សូម្បីតែថាចដៅក៏យើងធ្វើទៅដើម្បីឲ្យងាយស្រួលឡើងទៅបោះជាហ៊ានទៅវាអត់តឹងជើងទេអញ្ចឹងពេលឡើងដល់លើយើងអត់មានអារម្មណ៍មួយថាហត់ទេបាទអញ្ចឹងឥឡូវយើងឡើងមកដល់លើនេះយើងមានកន្ទប់គេចំនួន2អញ្ចឹងខាងឆ្វេងដៃយើងកន្ទប់មេគ្រួសារតោះឥឡូវយើងចូលទៅមើលកន្ទប់មេគ្រួសារមុនសិនបាទថាជំមើលស្អាតដូចខ្ញុំអួតអត់អូខេវ៉ាវបាទទលាយមែនតើកន្ទប់មេគ្រួសារសម្រាប់វិឡាកូនកាត់មួយនេះអញ្ចឹងខ្ញុំចង់បង្ហាញតិចនេះគឺជាផ្អួចផ្ទៃកញ្ចក់បាទដែលយើងទទួលបានពន្លឺពីខាងក្រៅមកអញ្ចឹងធ្វើឲ្យយើងបាទងាយស្រួលមួយទៀតជួយសំចៃអគ្គិសនីដែរប៉ុន្តែពេលព្រឹកឡើងយើងងើបពីគេងបើកខ្វាក់មកស្រស់ស្រាយមែនតើជាមួយនឹងបាទទិដ្ឋភាពខាងក្រៅហើយអញ្ចឹងនេះជាវេរ៉ង់ដាដែលយើងហក់ទៅខាងក្រៅដែរបាទងាយស្រួលអីសម្រាប់យើងបាទចេញមកស្រូបយកខ្យល់អាកាសយើងអាចរៀបចំតុបតែងដាំផ្កាយបន្ថែមទៀតទៅតាមតម្រូវការបានបាទសម្រាប់វេរ៉ង់ដានេះណាអញ្ចឹងនៅក្នុងបន្ទប់មេគ្រួសារនេះផងដែរក៏យើងមានបន្ទប់ទឹក private ដែរ
សម្រាប់យើងប្រើប្រាស់នៅក្នុងបន្ទប់របស់យើងនេះហ្មងបាទស្អាតមែនតើអូទលាយល្អអញ្ចឹងយើងទៅមើលកន្ទប់សមាជិកគ្រួសារមើលកន្ទប់កូនណាអូខេវ៉ាវបាទកន្ទប់សមាជិកគ្រួសារនេះក៏មិនចាញ់កន្ទប់មេគ្រួសារបានដែរបាទស្អាតមែនតើហើយទលាយអញ្ចឹងនៅសល់ space កន្លែងនោះយើងអាចបាទសម្រាប់កូនប្រុសគាត់ធ្វើជាតុសម្រាប់រៀនអីចឹងណាបើកូនស្រីវិញបាទអាចធ្វើជាកន្លែងគាត់ make up អីចឹងក៏បានដែរហើយនៅក្នុងបន្ទប់សមាជិកគ្រួសារនេះផងដែរក៏យើងមានបន្ទប់ទឹក private ដែរសម្រាប់ប្រើប្រាស់ក្នុងបន្ទប់នឹងតែម្ដងបាទអូខេតោះអញ្ចឹងឡើងទៅជាន់លើមួយទៀតទៅមើលបន្ទប់គេមួយទៀតហើយនឹង private sky bar របស់យើងខាងលើតោះនិយាយទៅមកផ្ទះនេះខ្ញុំស្រឡាញ់មែនតើសូម្បីតែចដើមបាទងាយស្រួលដើរឡើងអញ្ចឹងអត់មានអារម្មណ៍ហត់ទេអូខេឥឡូវយើងឡើងមកដល់ខាងលើនេះហើយខាងលើនេះយើងមានកន្ទប់គេងចំនួនមួយទៀតអញ្ចឹងយើងបានមើលកន្ទប់គេងហ្នឹងតាំងពីក្រោមមកដល់លើហ្នឹងមាន3ហើយអញ្ចឹងឥឡូវកន្ទប់គេងមួយនេះទៀត4ហើយបាទមកផ្ទះនេះមាន4បន្ទប់គេងបាទ4បន្ទប់ទឹកអញ្ចឹងបន្ទប់ខាងលើនេះក៏ប៉ុនគ្នាមួយកន្ទប់ទឹកកន្ទប់ទឹកសុំទោសកន្ទប់សមាជិកគ្រួសារខាងក្រោមដែរអញ្ចឹងប៉ុនគ្នាមានកន្ទប់ទឹកដូចគ្នាតោះទៅមើលខាងមុខបន្តិចអានេះកន្ទប់អីគេនោះអូបាទនេះគឺជា extra room គេរចនាឡើងដើម្បីគេគិតថាងាយស្រួលស្តុកអីវ៉ាន់អាចទុកដាក់អីវ៉ាន់ឬក៏ប្រើប្រាស់ទៅតាមតម្រូវការរបស់បាទម្ចាស់ផ្ទះអញ្ចឹងណាបាទអញ្ចឹងយើងចេញទៅមើលខាងក្រៅបន្តិចជាមួយនឹង private sky bar របស់យើងអូខេនេះវ៉ាវឆ្លាស់មុខឆ្លាស់មាត់មែនតើឡើងមកដល់លើនេះមានអារម្មណ៍ថា fresh មែនតើធ្វើឲ្យខ្ញុំសម័យឃើញថាពុំមានមិត្តភ័ក្តិបងប្អូនមកលេងអីណាយើងចង់ឡើងមកសោយសុខមួយបរិយាកាសខាងលើនេះត្រូវមែនតើជាមួយ Sky Bar ហ្នឹងបាទអាចដាក់បាន4តុកអីនេះហេមើលទេសភាពបដាញ៉ាំអាហារជួបជុំបដាកម្មវិធីបដាលុយមែនតើបាទអញ្ចឹងសម្រាប់ប្រភេទផ្ទះវិឡាកូនកាត់របស់យើងគឺមានតែប៉ុណ្្នឹងឯណាបាទអរគុណអូខេបាទជាមួយនឹងគម្រោង Bareilon City Literacy នៅខាងក្រុងប្រសេនុនេះបងប្អូនយើងអត់ពិបាកទេងាយស្រួលរកដោយសារអីដោយសារតែគម្រោង Bareilon City របស់យើងនេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4តែម្ដងអញ្ចឹងខ្ញុំសូមបង្ហាញតិចពីខាងស្នាមដៃរបស់ខ្ញុំនេះគឺយើងធ្វើដំណើរពីខាងច្រកផ្លូវលបឿនលឿនក្រុងភ្នំពេញនិងក្រុងសែននុយើងចុះផុតតែពីច្រកផ្លូវលបឿនលឿននឹងមកងាកឆ្វេងដៃចុះចំណោតបន្តិចត្រឹមតែ700ម៉ែត្រទៅ800ម៉ែត្រទេតាមបណ្ដោយផ្លូវជាតិលេខ4យើងនឹងឃើញគម្រោង Bareilon City តែម្ដងជាពិសេសគឺរង្វង់មូលកាឈូកដែលតំណាងឲ្យ Bareilon City បាទដូចខ្ញុំជំរាបជូនមុននេះដែរសម្រាប់ខាងស្នាមដៃរបស់ខ្ញុំពីមុននេះគឺយើងចុះពីខាងច្រកផ្លូវលបឿនលឿនចុះចំណោតមកអញ្ចឹងបើយើងនិយាយពីខាងឆ្វេងដៃវិញយើងចេញពី Bareilon City របស់យើងខាងឆ្វេងដៃយើងទៅខាងឆ្វេងដៃហ្នឹងគឺទៅដល់ពលានយន្តហោះកង់គេងចិត្តមែនតើត្រឹមតែ4គីឡូទេប៉ុន្តែនៅផ្លូវហ្នឹងយើងចុះចំណោតតែមិនតិចទេមានវិថីជំទាវម៉ៅមួយបត់ស្ដាំដៃហ្នឹងយើងអាចទៅដល់បឋមតោងស្បៃនឹងនេះអាចទៅដល់រៀមយើងអាចទៅដល់ខ្មែរធ្វើបានឬក៏ដល់ឆ្នេរអូត្រេសឬក៏ឆ្នេរអូយ៉ាទាលក៏បានដែរឥឡូវនេះខ្ញុំចង់បង្ហាញតិចនៅក្នុងគម្រោងរបស់យើងអមនៅលើបណ្ដោយផ្លូវជាតិលេខ4នេះតែម្ដងយើងមានប្រភេទផ្ទះអាជីវកម្មឈ្មោះថា Cherry បាទងាយស្រួលក្នុងការរស់នៅនិងប្រកបរបររកស៊ីមែនទែនឥឡូវយើងទៅមើលខាងក្នុងអស់គ្នាថាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់យើងនៅក្នុងគម្រោងទាំងមូលតើមានអ្វីខ្លះតោះទៅមើលទាំងអស់គ្នាអូខេឥឡូវមុននឹងចូលទៅដល់ខាងក្នុងដែលខ្ញុំចង់បង្ហាញពីហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការអភិវឌ្ឍផ្សេងនៅក្នុងគម្រោងតែឥឡូវខ្ញុំចង់ជូនបងប្អូនយើងទៅមើលសិនប្រភេទផ្ទះអាជីវកម្មដែលស្អាតហើយងាយស្រួលក្នុងការរស់នៅប្រកបអាជីវកម្មដោយសារវាជាប់នៅលើបណ្ដោយផ្លូវជាតិលេខ4ដោយសារមានអ្នកដំណើរធ្វើចរាចរណ៍អ៊ូអរមែនតើបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាសិនជាមួយប្រភេទផ្ទះអាជីវកម្មនេះសិនចាំយើងចូលទៅខាងក្នុងបាទអញ្ចឹងនេះអតិជនយើងដែលគាត់បានបាទធ្វើការបើកជាការិយាល័យបាទមិនត្រឹមតែងាយស្រួលបើករបរស៊ីទេក៏គាត់អាចបើកជាការិយាល័យរបស់គាត់បានដែរបាទយើងបើកជា pharmacy បើកអីក៏បានដែរលយមែនតើព្រោះដោយសារអមជាមួយនឹងនៅបណ្ដោយផ្លូវជាតិលេខ4របស់យើងណាអញ្ចឹងឥឡូវខ្ញុំចង់សូតិចនេះប្រភេទផ្ទះអាជីវកម្មរបស់យើងនេះបាទកម្ពស់4ជាន់បានរហូតដល់5បន្ទប់គេង6បន្ទប់ទឹកងាយស្រួលមែនតើដូចបងប្អូនបានឃើញអញ្ចឹងឃើញគាត់បើកជាការិយាល័យបតាំងខ្ញុំដឹងដូចជាគាត់បើកជាក្រុមហ៊ុន logistics ចឹងអូខេអានេះផ្ទះអាជីវកម្មអមនៅលើបណ្ដោយផ្លូវជាតិលេខ4ចឹងយើងចូលទៅខាងក្នុងទាំងអស់គ្នាតោះទៅមើលហេដ្ឋារចនាសម្ព័ន្ធខាងក្នុងរបស់ខ្ញុំទាំងអស់គ្នាអូខេ go អញ្ចឹងសម្រាប់ផ្លូវមេរបស់យើងនេះផងដែរទំហំ26ម៉ែត្រពួកពីផ្លូវជាតិលេខ4រហូតដល់ជើងភ្នំខាងក្រោយអញ្ចឹងផ្លូវនេះឈ្មោះគេវិថីផ្កាឈូក
ចឹងសម្រាប់ខាងស្ដាំដៃនេះគឺជាការិយាល័យលក់បាទអញ្ចឹងសម្រាប់បងប្អូនយើងចង់ដឹងព័ត៌មានអីបាទអាចអញ្ជើញចូលសាកសួរបាទជាមួយនឹងបុគ្គលិកផ្នែកលក់នៅខាងក្នុងការិយាល័យនេះបានជាពិសេសខ្ញុំបានជាទីប្រឹក្សាអែមមែនតើអញ្ចឹងនៅលើផ្លូវវិថីការឈូករបស់យើងនេះគឺអមជាមួយនឹងប្រភេទអាជីវកម្មដែរប៉ុន្តែដោយបងប្អូនឃើញកាលនោះបាទនោះគឺជាដំណាក់កាលបន្ទាប់ដែលយើងកំពុងតែក្រងជាមួយសាងសង់ជាមួយនឹងប្រភេទវីឡាតូលអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនមួយសារទៀតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវរបស់យើងនៅក្នុងគម្រោងបាទគឺទលាយល្អចាប់ពី8ម៉ែត្រឡើងទៅដូចបងប្អូនបានឃើញអញ្ចឹងផ្លូវស្លាស់ល្អអមជាមួយនឹងដើមឈើសួនអូបាទមានអារម្មណ៍ថា fresh មែនតើជាមួយធម្មជាតិអញ្ចឹងការរស់នៅរបស់យើងមិនមែនថារស់នៅតែក្នុងផ្ទះយើងក៏ត្រូវការបរិយាកាសខាងក្រៅដែរជាមួយនឹងធម្មជាតិដូចឃើញអញ្ចឹងណាបាទគួរឲ្យចង់រស់នៅមែនតើអញ្ចឹងខ្ញុំសូមបង្ហាញពីប្រភេទអាជីវកម្មបាននៅអមនៅលើផ្លូវមេនេះឥឡូវយើងកំពុងតែធ្វើការសាងសង់មកហើយបាទនេះអញ្ចឹងបាទចិត្តឲ្យ 100% ដែរហើយអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ឥឡូវថាយើងមកបើកហាងអីនៅនេះមុនគេប្រម៉ូមួយឲ្យបានមុនគេអីបាទខ្ញុំសូមណែនាំជូនបាទនេះអញ្ចឹងខ្ញុំចង់បង្ហាញខាងនោះបន្តិចសម្រាប់ជើងភ្នំខាងក្រោយនេះខាងម្ចាស់គម្រោងក៏គាត់មានគម្រោងកំពុងតែរៀបចំផ្លូវបាទគាត់ចង់ចាក់ជាបេតុងមួយដើម្បីអ្នករស់នៅក្នុងនេះគាត់ចូលចិត្តហាត់ប្រាណអីអញ្ចឹងចង់ហាត់ប្រាណខាងក្រោមក៏បានឬក៏គាត់ចង់ដើរហាត់ប្រាណឡើងទៅ relax ទទួលអារម្មណ៍ស្រស់ស្រាយនៅលើភូភ្នំនឹងក៏បានដែរឥឡូវគាត់កំពុងតែរៀបចំហើយក្រុងរៀបចំហើយអញ្ចឹងអ្នករស់នៅក្នុងនេះចង់ហាត់ប្រាណក្រោមក៏បានលើក៏បានដែរអញ្ចឹងឥឡូវយើងមកដល់ចំណុចកដាលមួយទៀតបាទដែលមានរង្វង់មូលនាគបាញ់ទឹកនេះគឺជាចំណុចកដាលបាទបបបុរីឡុនស៊ីទីតែម្ដងដោយសារតែយើងមានដំណាក់កាលទី1ទី2ទី3ទី4ផ្លូវទៅអញ្ចេះយើងមានទៅអញ្ចេះបាទហើយជុំវិញរង្វង់មូលនាគបាញ់ទឹកនេះគឺម្ចាស់គម្រោងគាត់គ្រោងធ្វើជាអគារពាណិជ្ជកម្មកម្ពស់ 3-4 ជាន់សម្រាប់អូខេថ្ងៃខាងមុខទៅគេអាច working space គេជួលធ្វើ business អីផ្សេងអញ្ចឹងណាបងនោះផ្លូវយើងកំពុងតែចាក់តទៅជើងភ្នំខាងក្រោយប៉ុន្តែឥឡូវខ្ញុំងាកមកផ្លូវ16ម៉ែត្រនេះវិញផ្លូវមេរបស់យើងធ្លាក់មកជាប់ជាមួយនឹងផ្លូវ16ម៉ែត្រនេះឈ្មោះវិថីនាគបាទដោយវិថីនាគនេះយើងធ្លាក់ទៅជាប់ជាមួយនឹងផ្លូវសួនភ្លោះទៅ25ម៉ែត្រទៀតទៅដល់លើហើយប៉ុន្តែខ្ញុំសូមបង្ហាញសិននៅអមលើផ្លូវនៅលើវិថីនាគ16ម៉ែត្រនេះគឺយើងមានជាប្រភេទមុខផ្ទះវីឡាភ្លោះបាទស្រស់ស្អាតមែនតើអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងបាទវីឡាភ្លោះនេះស្រស់ស្អាតណាស់បាទបានរហូតដល់4បន្ទប់គេង5បន្ទប់ទឹកដែរហើយឃើញថាអតិថិជនគាត់ទទួលផ្ទះចូលរស់នៅច្រើនហើយនឹងខ្លះទៀតគាត់កំពុងតែរងចាំសំណងផ្ទះហើយដែរបាទនេះទស្សនភាពសូមបង្ហាញជូនបាទអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែឆ្ពោះទៅកាន់ផ្លូវសួនភ្លោះទំហំ25ម៉ែត្រដែលធ្លាក់ទៅជាប់ផ្លូវជាលេខ4វិញហើយបូករួមជាមួយនឹងខ្ញុំចង់បង្ហាញពីបឹងបេះដូងដែលជាកន្លែងកំសាន្តមួយដោយសារតែម្ចាស់គម្រោងគាត់គិតគូរពីការរស់នៅបរិយាជនរបស់គាត់ព្រោះគាត់បញ្ជាក់ឲ្យថាគាត់មិនមែនលក់តែផ្ទះឯងគាត់ត្រូវគិតពីផាសុកភាពបរិយាជនរបស់គាត់ដែរអញ្ចឹងគាត់រៀបចំកន្លែងកំសាន្តនេះបាទធំដែរអញ្ចឹងខាងស្ដាំដៃខ្ញុំនេះគឺជា playground ឧបករណ៍គេយកមកតែគ្រាន់តែគេចាំឲ្យចូលផុតភាសានេះសិនអាហ្នឹងគេនឹងដាក់ឧបករណ៍នេះមកសម្រាប់ playground សម្រាប់ក្មេងៗលេងកំសាន្តបាទអញ្ចឹងកន្លែងក្មេងលេងកន្លែងបឹងកំសាន្តបាទអស្ចារ្យមែនតើលយនោះប៉យកន្លែងនោះគឺសម្រាប់អ្នកចូលចិត្ត selfie ថតរូបអីត្រូវហើយហាងកាហ្វេក៏គេសង់នៅចិត្តហ្នឹងដែរអាហ្នឹងគម្រោងរបស់បាទខាង Borelon City Literacy ខ្ញុំសូមជូនបងប្អូនយើងមើលជុំវិញបឹងបេះដូងយើងមកជុំសិនណាចាំតិចទៀតយើងទៅតមើលផ្សេងទៀតឥឡូវខ្ញុំចង់អួតតិចចុះខ្ញុំថាខ្ញុំចង់អួតពីកន្លែងនេះទៀតចុះដោយសារតែខ្ញុំក៏ស្រឡាញ់បឹងបេះដូងនេះខ្លាំងដែរពេលដែលខ្ញុំធ្វើការរៀងអស់កម្លាំងឬក៏រៀង stress អីខ្ញុំមកដល់បឹងបេះដូងនេះមានអារម្មណ៍មួយថា fresh ហើយ relax មានកម្លាំងធ្វើការវិញហ្មងជាពិសេសខ្ញុំមើលឃើញទេសភាពភ្នំនៅចិត្តបឹងបេះដូងនេះស្អាតមែនតើមើលទៅស្តៀងខ្នងសាបន្តិចមិនហ៎ចឹងឥឡូវយើងដើរលេងមើលសិនណាបាទនេះដូចបងប្អូនឃើញចឹងនៅចិត្តជើងភ្នំមានព្រៃឈើមានអីចឹងអូស្រស់ស្រាយការរស់នៅរបស់យើងគឺថាថ្ងៃសៅរ៍ថ្ងៃអាទិត្យចុងសប្តាហ៍អីបើថាយើងអត់ចង់ទៅសមុទ្រទេនេះយើងមកកំសាន្តបាននៅបឹងបេះដូងនេះបាទនិយាយទៅយើងមិនត្រឹមតែជាកន្លែងដែលយើងអាចអង្គុយពិចនិចទេបើយើងរត់ហាត់ប្រាណវិញណាយើងទទួលបានទាំងអារម្មណ៍ស្រស់ស្រាយយើងទទួលបានទាំងសុខភាពទៀតអញ្ចឹងគាត់មើលការរស់នៅនេះកន្លែងហាត់ប្រាណក៏មានស្រាប់បាទកន្លែងទទួលអារម្មណ៍ស្រស់ស្រាយក៏មានស្រាប់ខ្ញុំគិតថាល្អច្រើនហ្មងមិនថាល្អមែនតើយើងមិនចង់អួតទេតែដោយសារតែ
ខ្ញុំវាអនុវត្តជាក់ស្ដែងហើយវាល្អមែនតើវាស្រស់ស្រាយសម្រាប់ជាពិសេសគឺថ្ងៃអាទិត្យរបស់ខ្ញុំមកថ្ងៃសម្រាប់ពីការងារខ្ញុំចូលចិត្តព្រឹកព្រលឹមឡើងហ្នឹងគាត់ហាត់ប្រាណណាវាល្អសម្រាប់អារម្មណ៍ហើយល្អសម្រាប់សុខភាពផងដែរប៉ុន្តែបើនិយាយទៅខ្លះក៏គាត់ចូលចិត្តទៅហាត់ប្រាណនៅក្លឹបដោយសារតែមានឧបករណ៍ផ្សេងក៏ដូចជាមានគ្នាប៉ុន្តែបើសម្រាប់ខ្ញុំហើយខ្ញុំឃើញអ្នករស់នៅក្នុងបុរីហ្នឹងគាត់ចូលចិត្តហាត់ប្រាណនៅធម្មជាតិចេះគាត់ថាទទួលបានអារម្មណ៍ស្រស់ស្រាយដូចខ្ញុំដែរប៉ុន្តែបើអ្នកចូលចិត្តធម្មជាតិចូលចិត្តហាត់ប្រាណមានធម្មជាតិអត់អីមកគាត់ហាត់ប្រាណនៅលន់សិទ្ធិមកខ្ញុំមកព្រលឹមឡើងម៉ោង6អីហ្នឹងចាប់ដើមគាត់ហាត់ប្រាណហើយបងអញ្ចឹងយើងគាត់ហាត់ប្រាណនៅនេះមានអារម្មណ៍សុវត្ថិភាពមួយដោយសារតែកន្លែងនេះគេមានរៀបជាកាឡាជុំវិញមាត់បឹងហ្នឹងងាយស្រួលយើងគាត់នៅហ្នឹងអត់មានអារម្មណ៍ថាមានសុវត្ថិភាពដោយសារតែអត់មានឡានម៉ូតូមានអីមករំខានទេគឺស្រឡះស្រួលមែនតើតោះអូខេឥឡូវបន្ទាប់ពីបឹងបេះដូងរបស់យើងខ្ញុំចង់បង្ហាញពីផ្លូវសួនភ្លោះរបស់យើងបន្ទាប់ពីផ្លូវមេដែលមានទំហំធំមកគឺផ្លូវសួនភ្លោះរបស់យើងទំហំ25ម៉ែត្រដែរដែលពួកពីបឹងបេះដូងយើងនេះរហូតទៅដល់ផ្លូវជាតិលេខ4វិញដែរអញ្ចឹងបានន័យថាសម្រាប់បរិយាលនសិទ្ធិយើងមានផ្លូវមេរបស់យើងរំងការជុំទំហំ26ម៉ែត្រសម្រាប់ចេញចូលហើយនឹងផ្លូវសួនភ្លោះទំហំ25ម៉ែត្រសម្រាប់ចេញចូលដែរប៉ុន្តែឥឡូវបច្ចុប្បន្ននេះផ្លូវសួនភ្លោះនេះដោយសារតែរដ្ឋាភិបាលគាត់កំពុងតែបរិផ្លូវជាតិលេខ4អញ្ចឹងយើងអត់ទាន់បើកឲ្យប្រើប្រាស់តែយើងងាកមកមើលសួនរបស់យើងនេះល្ងាចឡើងពួកគាត់ព្រោះនៅក្នុងនេះគាត់អាចមកអង្គុយលំហែកំសាន្តឬក៏ដូចខ្ញុំជំរាបជូនមុនហ្នឹងយើងអាចហាត់ប្រាណនៅលើនេះក៏បានឬក៏យើងទៅហាត់ប្រាណជុំវិញបឹងក៏បានដែរអញ្ចឹងកន្លែងនេះមិនត្រឹមតែអង្គុយលេងបានទេបងប្អូនយើងអាចនាំកូនមកលេងគេមានអាទូងគេមានអីគេអូននៅខាងមុខតំណងខ្ញុំពេលខ្លះខ្ញុំក៏មកអង្គុយលំហែអារម្មណ៍មួយនៅនេះដែរហើយគេមានសម្រាប់ហាត់ប្រាណសាធារណៈទេនេះតំណងដែរតាព្រោះខ្ញុំអត់មានលុយចូលក្លឹបហាត់ប្រាណដូចគេនេះបាទអញ្ចឹងកន្លែងនេះមានឧបករណ៍ហាត់ប្រាណខ្លះដែរហើយនឹងសម្រាប់តូងក្មេងលេងអីចឹងណាបាទក្មេងគាត់អាសាមកលេងដែរងាកឡើងនៅនេះដូចបងប្អូនឃើញចឹងយើងស្រឡាញ់ជាមួយធម្មជាតិដែរមានដើមឈើមានអីអញ្ចឹងយើងមានអារម្មណ៍ស្រស់ស្រាយទៅតាមនឹងចឹងដែរណាបាទអញ្ចឹងងាកមកផ្នែកខាងនេះវិញគឺជាដំណាក់កាលថ្មីនៃគម្រោងបរិយាលនសិទ្ធិ Letter C បើកបន្ថែមសម្រាប់ម៉ូដវីឡាកូនកាត់ម៉ូដថ្មីតម្លៃវិញបាទល្អខ្លាំងចាប់ពីជាង$60,000ឡើងទៅតែប៉ុណ្ណោះបាទសម្រាប់ការបង់ប្រាក់វិញបងប្អូនអតិថិជនយើងទាំងអស់អាចចូលរួមមុនត្រឹមតែ 10% ទេងាយស្រួលជាងលក្ខខណ្ឌពីមុនមែនតើហើយអាចរំលោះ12ខែដែលគ្មានការប្រាក់រួមជាមួយនឹងការបញ្ចុះតម្លៃរហូតទៅដល់ 10% នៃតម្លៃផ្ទះនិងការថែមជូនសម្ភារៈប្រើប្រាស់ដូចជាគ្រឿងអេឡិចត្រូនិកនិងការដេគ័រក្នុងគេហដ្ឋានសម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងបានតាមរយៈ